សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាការចរចានិងការអនុវត្តច្បាប់អន្តរជាតិគឺជាជំរើសសន្តិភាពសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជានៅព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2025បានថ្លែងថាប្រសិនបើភាគីទាំងពីរមិនអាចរកចំណុចចុះសម្រុងគ្នាបានទេជំរើសរបស់កម្ពុជាគឺសន្តិភាពតាមរយៈការចរចានិងការអនុវត្តច្បាប់អន្តរជាតិការថ្លែងបែបនេះរបស់សម្ដេចប្រធានប្រសិទ្ធិបានធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គប្រសិទ្ធិនៅវិមានប្រសិទ្ធិសម្ដេចប្រធានប្រសិទ្ធិបានថ្លែងថាបញ្ហាតំបន់ទាំង4តំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីមិនអាចយកមកជជែកគ្នាបាននោះទេគឺត្រូវរងចាំការដោះស្រាយពីតុលាការយុត្តិធម៌អន្តរជាតិ ICJ ការនេះសម្ដេចបានមានប្រសាសន៍បន្តថាប្រសិនជាភាគីទាំងពីរមិនអាចរកចំណុចចុះសម្រុងគ្នាបានទេជំរើសរបស់យើងត្រូវយកជំរើសសន្តិភាពនិងជំរើសនៃការអនុវត្តច្បាប់អន្តរជាតិទាំងពីរនឹងសុទ្ធតែសន្តិភាពទាំងអស់យន្តការទ្វេភាគីនៃការចរចាក៏សន្តិភាពយន្តការចូលទៅក្នុងតុលាការក៏សន្តិភាពមិនមែនបានសេចក្តីការបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិគឺជាការបង្កសង្គ្រាមឬបង្កើតសង្គ្រាមទេសម្ដេចតេជោហ៊ុនសែនបានថ្លែងបន្តថាប៉ុន្មានថ្ងៃមកនេះបានបញ្ជាក់ច្បាស់លាស់គ្រប់គ្រាន់ហើយថាភាគីថៃចង់ធ្វើសង្គ្រាមតែយើងជ្រើសយកសន្តិភាពតាមរយៈការបញ្ជូនសំណុំរឿងទៅកាន់តុលាការ ICJកម្ពុជាមិនមែនខ្វះអាវុធឬខ្វះកម្លាំងដើម្បីវាយគ្នាទេតែកម្ពុជាមិនចង់វាយគ្នាកម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែការពីទឹកដីរបស់ខ្លួនព្រំដែនជាង600គីឡូម៉ែត្រប៉ុន្តែតំបន់4នេះតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីគឺមិនអាចរកការស្រុះស្រួលគ្នាបានទេបើតាមការបញ្ជាក់គោលជំហរកម្ពុជាពីសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល